ជំរាបសួរបងប្អូនទាំងអស់គ្នានេះជាខ្សែអាត់វីដេអូមួយទៀតដែលបន្ទាប់ពីវីដេអូមុនគឺយើងធ្វើការបកស្រាយឬក៏និយាយអំពីការជ្រើសរើសគូស្រករបងប្អូនណាដែលនៅក្នុងនោះគឺយើងបែងចែកជាស្ត្រីដែលមិនគួរយកធ្វើជាភរិយាហើយលក្ខណៈស្ត្រីដែលគួរយកធ្វើជាភរិយានិងបុរសដែលមិនគួរយកធ្វើប្តីបងប្អូនណាអញ្ចឹងបងប្អូនចូលទៅមើលវីដេអូមុនទៅឃើញហើយគឺដូចជាចាប់ពីអេពីសូតទី2ទី3មកបងប្អូនទី3ទី4អញ្ចឹងណាទី4ទី5ហើយខ្ញុំក៏បានបញ្ចូលវីដេអូនោះនៅក្នុងខ្សែអាត់មួយដែលយើងដាក់ថាវីដេអូវែងបងប្អូនអាចស្ដាប់តែមួយនោះក៏បានដែរមានន័យថាមុនវីដេអូនេះមួយបងប្អូនណាអញ្ចឹងនេះគឺជាអេពីសូតមួយគឺអេពីសូតទី6បងប្អូនទី6នេះបន្ទាប់ពីយើងនិយាយអំពីការជ្រើសរើសគូស្រករយើងនិយាយអំពីការបែងចែកទ្រព្យសម្បត្តិវិញម្ដងបងប្អូនការបែងចែកទ្រព្យសម្បត្តិនេះគេនិយាយពីបែងចែកសម្រាប់ចាយទេបងប្អូនណាមិនថាចាយឬក៏ប្រើប្រាស់របៀបម៉េចមិនមែនបែងចែកទ្រព្យសម្បត្តិដូចយើងលែងលះនិយាយពីលែងលះគេនិយាយអំពីការបែងចែកទ្រព្យសម្បត្តិនៅក្នុងផ្លូវច្បាប់ប៉ុន្តែនេះការបែងចែកទ្រព្យសម្បត្តិសម្រាប់ធ្វើការប្រើប្រាស់ឬក៏ថារបៀបនៃការប្រើប្រាស់ទ្រព្យសម្បត្តិឲ្យបានត្រឹមត្រូវនេះអាហ្នឹងវាជារឿងសំខាន់បងប្អូននៅក្នុងពុទ្ធសាសនាគឺមាននិយាយការបែងចែកនេះជា4បងប្អូនណាអញ្ចឹងខ្ញុំនិយាយ4នេះ4មានថាមាន2បងប្អូនការបែងចែកជា4មួយគេនិយាយអំពីលោកទេសនាឬក៏បងប្អូនធ្លាប់ស្ដាប់ទេសនាគឺលោកតែងតែនិយាយអំពីការបែងចែកទ្រព្យជា4នោះវាមានផ្សេងទៅហើយនៅក្នុងវីដេអូនេះខ្ញុំនិយាយផ្សេងមួយទៀតបងប្អូនណាមិនមែនដូចគ្នាទេប៉ុន្តែក្នុងន័យស្រដៀងតែគ្នាដែរទេហើយន័យរួមសឹងថាដូចគ្នាតែម្ដងអញ្ចឹងបងប្អូនចាំស្ដាប់ថាតើវាខុសគ្នាឬក៏ដូចគ្នាយ៉ាងម៉េចអាចស្ដាប់នៅវីដេអូនេះបានហើយអញ្ចឹងខ្ញុំនិយាយអំពីការបែងចែកទ្រព្យដែលមានក្នុងពុទ្ធសាសនាដែលភាគច្រើនស្ដាប់ពធទេសនានិយាយពីកតញ្ញូហ្នឹងបងប្អូនឬក៏តាមបុណ្យហ្នឹងលោកទេសនាលោកនិយាយពីការបែងចែកទ្រព្យនឹងឯងមានដោះបំណុលចាស់បុលបំណុលថ្មីកប់ទុកក្នុងផែនដីបងក្នុងជ្រោះជ្រៅបងប្អូនប្លែកទេដោះបំណុលចាស់ឥឡូវបងប្អូនជួយចាំគ្នាមើលដោះបំណុលចាស់បុលបំណុលថ្មីកប់ទុកក្នុងផែនដីហើយនឹងបងក្នុងជ្រោះជ្រៅប្លែកដែរបងប្អូននេះរបៀបជាដូចជាមែនតើចាស់បុរាណយើងបែងចែកបែបហ្នឹងឯងបងប្អូននៅក្នុងគម្ពីរពុទ្ធសាសនាដែលបានសិក្សាមកដូចអត់ដែលឃើញដែរទេអញ្ចឹងបងប្អូនថាតើដោះបំណុលចាស់ហ្នឹងបានដល់អ្វីបុលបំណុលថ្មីបានដល់អ្វីកប់ទុកក្នុងផែនដីបានដល់អ្វីហើយបងក្នុងជ្រោះជ្រៅនោះបងរបៀបណាអញ្ចឹងទី1គឺដោះបំណុលចាស់អានេះគឺសម្រាប់ទៅដល់ការរកទ្រព្យបានហើយយើងមានមួយចំណែកសម្រាប់តបស្នងសងគុណដល់អ្នកដែលបានចិញ្ចឹមយើងហើយជាពិសេសគឺមាតាបិតាម៉ែឪឪពុកម្ដាយប៉ាម៉ាក់យ៉ាងដែរបងប្អូនណាអានឹងសង្ខេបខ្លីៗប៉ុណ្ណឹងហើយចិញ្ចឹមយ៉ាងណាហើយតបស្នងយ៉ាងណាអានឹងអាស្រ័យទៅលើបងប្អូនតែប៉ុណ្ណោះទី2បុលបំណុលថ្មីណាមួយចំណែកទៀតគឺសម្រាប់ចិញ្ចឹមកូនប្រពន្ធនឹងឯងភាគច្រើនគឺយើងបដោតទៅលើកូនរបស់យើងអញ្ចឹងទ្រព្យពីប្រពន្ធរបស់យើងក្តីទ្រព្យយើងដែលរកបានក្តីគឺយកមួយចំណែកហ្នឹងសម្រាប់ចិញ្ចឹមកូនមិនបានមកចាយទាំងអស់គ្រោះថ្នាក់ឲ្យបងប្អូនឬក៏ថាលុយកាក់យើងរកបានទុកចាយខ្លួនឯងលុយប្រពន្ធរកបានទុកឲ្យប្រពន្ធចិញ្ចឹមកូនអាហ្នឹងក៏មិនកើតដែរអញ្ចឹងបុលបំណុលថ្មីគឺចិញ្ចឹមកូនបងប្អូនណា អ
ហើយកប់ទុកក្នុងផែនដីបងប្អូនកប់ទុកក្នុងផែនដីនេះគឺសំដៅទៅដល់មិនមែនកប់ដីចោលអត់ប្រយោជន៍ទេគឺជាកប់មានន័យថាយើងធ្វើជាកំណប់សម្រាប់កំណាយកាយថ្ងៃក្រោយគឺពុទ្ធសាសនានិយាយអំពីការបំពេញបុណ្យកុសលអានឹងគឺជាការកប់កំណប់ទុកឲ្យបងប្អូនណាដូចយើងបងប្រាក់ឬក៏ដាក់ប្រាក់នៅធនាគារនេះយើងអាចដកថ្ងៃក្រោយបានចាយតែបុណ្យយើងនិយាយថាវាកប់ទុកអញ្ចឹងវាទៅអនាគតទៅវាទៅជាកំណប់របស់យើងដែលរងចាំម្ចាស់នេះវាប្លែកហ្នឹងនេះទ្រឹស្ដីក្នុងពុទ្ធសាសនាទេបងប្អូនណាមែនតើក៏យើងមិនបាច់និយាយពីកំណប់ទេយើងត្រូវធ្វើអំពើល្អហ្នឹងឯងបងប្អូនហើយអំពើល្អហ្នឹងគឺមិនរត់ចាំម្ចាស់ទេហើយយើងធ្វើពិតប្រាកដហ្នឹងគឺតែងតែមករកម្ចាស់វិញអញ្ចឹងបានគេថាកប់ក្នុងផែនដីហ្នឹងគឺអាហ្នឹងមិនមែនយើងធ្វើឲ្យដើម្បីចង់បានមកវិញទេនៅបច្ចុប្បន្ននេះបានក្តីមិនបានក្តីគឺជាការលះបង់របស់យើងដើម្បីបំពេញនៅអំពើល្អឬក៏សេចក្តីល្អដូចជាបងប្អូនចូលនៅក្នុងមូលនិធិគន្ធបុប្ផាជាដើមមន្ទីរពេទ្យកុមារជាតិកុមារអង្គរបងប្អូនអញ្ចឹងការចូលទាំងអស់ហ្នឹងគឺប្រៀបដូចជាកំណប់អញ្ចឹងគឺកប់ទុកទៅបាត់ហើយបងប្អូនហើយនឹងឯងបានថាជាកំណប់ហើយមួយទៀតបងក្នុងជ្រោះជ្រៅបងប្អូនណាជ្រោះជ្រៅគឺសំដៅទៅដល់ការហូបចុកចាយវាប្រចាំថ្ងៃនេះជាពិសេសគឺការហូបនឹងតម្រង់រកស៊ីចិញ្ចឹមជីវិតអញ្ចឹងបានមកសម្រាប់ចិញ្ចឹមជីវិតនឹងឯងមួយចំណែកជ្រោះជ្រៅនឹងជ្រោះជ្រៅមែនតើបងប្អូនដោយសារតាំងពីតូចមកប៉ុណ្ណេះហើយហូបពិសាញ៉ាំអីរាល់ថ្ងៃមែនប៉ុន្តែអត់ពេញទេជ្រោះហ្នឹងបងក្នុងជ្រោះជ្រៅបងរហូតមកអត់ឃើញពេញសោះណាជ្រោះហ្នឹងជ្រៅជ្រោះនេះវាអត់មានដាក់ទៅនៅដល់ពេញឲ្យលែងបងទៀតអត់ទេថ្ងៃហ្នឹងជាងថាគ្រប់គ្រាន់ហើយស្អែកឡើងបងបន្ថែមទៀតជ្រោះហ្នឹងមិនចេះពេញទេអញ្ចឹងការបែងចែកទ្រព្យហ្នឹងជា4ហ្នឹងបងប្អូននៅក្នុងទ្រឹស្ដីពុទ្ធសាសនាគឺអញ្ចឹងយើងនិយាយសង្ខេបមកវិញជាន័យចំតែម្ដងគឺចិញ្ចឹមមេដាបេដាឬក៏អ្នកមានគុណណាក៏ដោយចិញ្ចឹមកូនអ្នកចំនួនក្រោយរបស់យើងហើយធ្វើបុណ្យធ្វើទាននឹងសម្រាប់ចាយវាប្រចាំថ្ងៃចិញ្ចឹមជីវិតរបស់យើងនឹងឯងហូបចុកហ្នឹងគឺមានប៉ុណ្ណឹងបងប្អូនហើយខ្ញុំនិយាយពីការបែងចែកទ្រព្យសម្បត្តិរបស់ខ្ញុំនេះមែនតើវាមាននៅក្នុងសៀវភៅដែលបានសិក្សាពីពុទ្ធសាសនាមកដែរស្តៀងតែគ្នាទេបងប្អូនហើយបងប្អូនរាប់បញ្ចូលទៅអាចថា4ដូចគ្នាប៉ុន្តែវាស្តៀងតែគ្នាដូចបងប្អូនចាំមើលថាតើវាស្តៀងយ៉ាងម៉េចបងប្អូនចាយវាចាំបាច់ណាទី1ការចាយវាប្រចាំថ្ងៃនេះអញ្ចឹងយើងបែងចែកមួយចំណែកសម្រាប់ការចាយវាប្រចាំថ្ងៃនេះបងប្អូនត្រូវតែចាំបាច់អីនេះមិនបាច់ប្រាប់គោបងប្អូននឹងតែមានណាចំណែកហ្នឹងពីព្រោះអត់មានអ្នកណាមិនចាយទេប្រចាំថ្ងៃហ្នឹងហើយទី2គឺមួយចំណែកទៀតយើងបែងចែកទៅសម្រាប់ប្រកបមុខរបរបងប្អូនណាទី2ក៏ជាការបែងចែកដ៏សំខាន់ដែរហ្នឹងសម្រាប់បងប្អូនអ្នកប្រកបមុខរបររកស៊ីចិញ្ចឹមជីវិតត្រូវត្រៀមលុយមួយចំណែកហ្នឹងសម្រាប់ប្រកបមុខរបរឬក៏ពង្រីកមុខរបរបន្ថែមអញ្ចឹងទី3នេះគឺសម្រាប់ធ្វើអំពើល្អបងប្អូនយកទៅធ្វើអីក៏ដោយឲ្យទៅជាអំពើល្អអាចមានទ្រព្យមួយចំណែកឬក៏ថាមានលុយកាក់មួយចំណែកយកទៅធ្វើល្អនេះអញ្ចឹងស្តៀងគ្នាជាមួយនឹងកំណប់មិញហ្នឹងណាបងប្អូនឬបច្ចុប្បន្នយើងនិយាយពីការធ្វើនៅសប្បុរសធម៌បងប្អូនច្រើនណាមិនតែមួយទេអញ្ចឹងធ្វើក្នុងរូបភាពណាក៏ដោយឲ្យទៅជាអំពើល្អស្ថិតនៅក្នុងយើងហៅថាសមាជីវៈឬក៏យើងហៅថាបុណ្យចុះបងប្អូនខ្មែរយើងក៏ស្គាល់ដែរពាក្យថាបុណ្យធ្វើបុណ្យអញ្ចឹងទៅធ្វើបុណ្យវាមានច្រើនរូបភាពបងប្អូនមិនមែនតែមុនលោកមកសូត្រមុនឬក៏យកចង្ហាន់យកអីទៅវត្តប្រគេនលោកបានបុណ្យនោះទេអញ្ចឹងគ្រប់ទីកន្លែងនៃអំពើល្អរបស់យើងសកម្មភាពនៃការធ្វើនោះសុទ្ធតែអាចទៅជាបុណ្យ
ហើយទី4ហ្នឹងគឺបែងចែកមួយចំណែកសម្រាប់ធ្វើជាទ្រព្យបំរុងឬក៏លុយកាក់សម្រាប់បំរុងនៅពេលមានអាសន្នបងប្អូនដូចជាពេលមានជំងឺឬគ្រោះអាសន្នណាមួយដែលយើងត្រូវការចាំបាច់ប្រញាប់ហ្នឹងយើងត្រូវមានទ្រព្យបំរុងនឹងឯងឬក៏លុយកាក់បំរុងហ្នឹងអញ្ចឹងមានប៉ុណ្ណឹងបងប្អូនណាហើយកុំភ្លេចអនុវត្តការបែងចែកនឹងផងបែងចែកយ៉ាងណាកុំឲ្យតែអត់មានបំរុងឬក៏ថាបែងចែកយ៉ាងណាតម្រូវតែមានចាយប្រចាំថ្ងៃហើយមានបំរុងសម្រាប់ការពារខ្លួនហ្នឹងឯងអញ្ចឹងសូមអរគុណបងប្អូនហើយបងប្អូនណាមិនបានស្ដាប់ឲ្យស្ដាប់ឡើងវិញបានទី1ទី2ទី3រហូតដល់ទី4ចំណុចហ្នឹងហើយបែងចែកទាំងពីរដូចខ្ញុំបានរៀបរាប់មិញមក4ហ្នឹងថាតើដូចគ្នាត្រង់ចំណុចណាខ្លះសូមអរគុណបងប្អូនណាហើយអរគុណចំពោះការតាមដាននិងទស្សនានៅវីដេអូនេះហើយជាពិសេសបងប្អូនដែលបានស្ដាប់ដល់ចុងបញ្ចប់នៃខ្សែអត្ថសម្លេងសូមអរគុណសូមជម្រាបលា